បាទសួស្តីបងប្អូនថ្ងៃនេះថ្ងៃសិលហើយថ្ងៃនេះខ្ញុំមានរបស់ពិសេសមកឲ្យបងប្អូនមើលលេងកម្សាន្តហើយបងប្អូនឲ្យចង់បានរបស់ពិសេសអាចចូលសារបានបងប្អូនណាបាទជាប្រភេទស្នែងក្របីក្លៀកដុសនឹងពួរហ្នឹងបងប្អូនបាទដុសនឹងពួរហ្នឹងធំមិនទូចទេនេះយើងឃើញទេបាទនេះយើងមើលពីក្នុងវិញបាទដុសនឹងពួរធំបងប្អូនអូប៉ិនក៏ដៃគូក្មេងណាបាទប្រភេទស្នែងដែលដុសនឹងពួននេះគឺជាប្រភេទស្នែងកម្របងប្អូនបាទ1000ក្បាលកបីមិនទាន់មានមួយទេចង់និយាយថាវាកម្រដោយស្នែងคลิกបក់ធ្លុះអញ្ចឹងបាទហើយស្នែងនេះមានតែមួយចំហៀងទេដុសនឹងពួរហើយនេះបងប្អូនដុសនឹងពួរហើយនេះបាទមិនមែនបដូលស្នែងទេបាទមិនមែនបដូលស្នែងដែលយើងដកបាក់ទេណាបងប្អូនបាទជាប្រភេទដុសសាច់នឹងពួនខាងក្នុងដុសពីក្នុងមកវិញណាបាទដុសពីក្នុងមកវិញចាំមើលខ្ញុំឲ្យបងប្អូនមើលម្ដងទៀតណានេះខ្ញុំឲ្យបងប្អូនមើលម្ដងទៀតដោយសារយើងថតទៅមើលច្បាស់ទេអញ្ចឹងមានដាក់កាមេរ៉ាអញ្ចឹងណាបាទតែដោះធំបងប្អូនអើយធំហ្នឹងហើយធំហ្នឹងហើយបងប្អូនមើលច្បាស់នេះមិនមែនបដូរស្នែងដែលយើងដកដាច់ទេអត់ទេបាទគឺជាប្រភេទដោះនឹងពួនកកាច់ដោះនឹងពួនហ្នឹងបងប្អូនបាទហ្នឹងហើយឬក៏មួយយ៉ាងទៀតបងប្អូនខ្លះគាត់ថាស្នែងចុងស្នែងបើថាឧទាហរណ៍បើចុងស្នែងដែលវាកកើតជានាងពួនក៏របស់ហ្នឹងវាចម្លែកដែរក៏កម្រដែរបងប្អូនចេះអញ្ចឹងស្នែងកបីគ្រប់តែកបីបដូលស្នែងហ្នឹងវាដោះនាងពួនហើយអញ្ចឹងណាបងប្អូនអញ្ចឹងបានថារបស់នេះរបស់កម្របាទអញ្ចឹងប្រភេទស្នែងក្លៀកដោះនាងពួននេះគឺមានចានៅក្នុងសិភៅដែលយើងប្រើហាងស្នែប្រើហាងរ៉ូស៊ីស្នែមហានិយមស្នែរ៉ូស៊ីលូដូរបស់ដែលមាននាងពួនហ្នឹងគឺរបស់ហ្នឹងគឺវាពិសេសដូចនាងពួនក្នុងភ្លុកដំរីជាដើមដែលជារបស់កម្រអញ្ចឹងណាបងប្អូនបាទហើយនាងពួនក្នុងស្នែងនេះក៏កម្រដែរបាទអញ្ចឹងបងប្អូនចង់បានអាចសួរនាំបានចង់បានចុងក៏បានដែរបាទចុងក៏អានុភាពដូចស្នែងបក់ធ្លុះអញ្ចឹងបាទចុងវាបាទនឹងតែយើងប្រើហាងស្នែណាបងប្អូនបាទពេលខ្លះខ្ញុំបកស្រាយខុសដោយសារខ្ញុំមិនមែនគ្រូទេបងប្អូនគាត់ថាខ្ញុំដឹងខ្លះពីសិភៅអញ្ចឹងណាបាទហើយស្នែងធំនេះគឺជាប្រភេទស្នែងក្របីរន្ទះបាញ់ចឹងបងប្អូនចង់បានចុងក៏បានដែរបាទចុងនេះគឺវាវត្តព្រៃវត្តដីបាក់ពីធម្មជាតិខ្លួនវាបាក់ប្រហែលជាមួយថ្នាំងដៃតែនោះក៏គេហៅថាចុងដែរបាទចឹងបងប្អូនអាចយកទៅសាងជាពុទ្ធរូបពុទ្ធឈ្នះមាលើបលាំងពេជ្រក្តីហើយធ្វើអីផ្សេងក៏បានដែរប្រភេទស្នែងក្លីរន្ទះបាញ់នេះគឺអានុភាពខ្លាំងពូកែបាទមិនចាញ់ខ្មៅបក់ធ្លុះទេអញ្ចឹងបងប្អូនបាទដោយគ្រូពីមុនគឺគាត់ប្រើបាទហើយសាងជាពុទ្ធរូបដូចជាស្ដេចវេស្សវណ្ណព្រះមហាកច្ចាយណៈលោកតាមនីអីសីជាដើមសិទ្ធិតួអង្គខាងប្រយុទ្ធឬក៏តួអង្គខាងការពារនៅពពួកអមនុស្សដែលគេប្រើមករយីធ្វើបាបយើងបងប្អូនបាទហ្នឹងហើយអញ្ចឹងស្នែងនេះគឺជាប្រភេទស្នែងដែលកម្របងប្អូនកម្រហើយក៏ពីពិសេសដែរបាទអញ្ចឹងបងប្អូនចង់បានអាចសួរនាំបានឬក៏ចូលតាម Telegram គាត់ថាស្នែងនេះវាពិសេសបងប្អូនកម្រមានណាបាទកម្រមានដែលខ្ញុំទឹកទៅជាវបានហើយជាចូល2ខែបងប្អូនគាត់ថាថ្ងៃនេះថ្ងៃសិលខ្ញុំបង្ហាញឲ្យបងប្អូនទៅបាទបងប្អូនមាននិស្ស័យយកចុងក៏បានឬក៏យកកន្លែងប្លោះនឹងពួនហ្នឹងក៏បានដែរនេះកន្លែងប្លោះនឹងពួនឡើយនេះបាទប្លោះនឹងពួនឡើយនេះក៏បានដែរបាទហើយចុងវានេះក៏ពិសេសដែរបងប្អូនចុងបាទហ្នឹងហើយបងប្អូនខ្លះគឺមិនយកទៅឆ្លើយគឺពាក់ចុងប្រយទៅបាទ8ហ៊ុនឬក៏មកទឹកទៅតាមដែលបងប្អូនត្រូវការហើយយើងអាចនិយាយគ្នាបានអញ្ចឹងបងប្អូនបាទហើយចុងស្នែងក្លីរន្ទះបាញ់នេះក៏បានដែរបងប្អូនចង់បានមួយចុងក៏បានចង់បានទាំងអស់ក៏បានដែរឬក៏ចង់បានមួយដើមក៏បានដែរឲ្យត្រូវថ្លៃជាវហើយបាទអញ្ចឹងសូមអរគុណបងប្អូន